đó lâu đó tông cắt non lâu mà cho cái tin đây mà lâu đó lâu đó không lâu thì có ba lâu thì có ba lâu ba trong của tôi nát không cắt non lâu và trong ngày tí pram đấy nè បច្ចុប្បន្នឃើញហើយវីដេអូដែរលោកតាធំភ្នំកលែនបានយកសัตว์កពើបងប្អូនយកមកលេងសើចហើយយកមកបង្ហោះវីដេអូហើយភ្ជាប់ជាមួយនឹងបាលីដែលខ្លួនឯងបានហាត់រៀនចេះនោះយកមកសម្ដែងរិទ្ធឲ្យបងប្អូនទស្សនិកជនជាពិសេសនោះគឺក្មេងៗចំនួនក្រោយបានឃើញប្រហែលជាលោកតាធំភ្នំកលែនគាត់ខ្លាចចាញ់ស្ត្រីម្នាក់ដែលឈ្មោះលីសាដែលគាត់តែងតែយកពូវែកហើយនឹងកពើកូនកពើយកមកលេងហើយកូនកពើនោះក៏បានបកខំដៃម្នាក់ស្រីហ្នឹងស្ត្រីម្នាក់ស្រីហ្នឹងចំនួន 2-3 ចក្រមផងដែរធំភ្នំកលែននេះគាត់ប្រហែលជាចំណែនលីសាឃើញលីសាល្បីឥឡូវនេះគាត់ក៏យកតម្រាតាមធ្វើតាមលីសានឹងតែម្ដងបងប្អូនទាំងអស់គ្នាហើយខ្ញុំមិនគ្រប់គ្រងទេទង្វើបែបនេះបងប្អូនទាំងអស់គ្នាហើយខ្ញុំក៏ធ្លាប់បានឃើញវីដេអូគាត់ជាច្រើនលើកច្រើនសារណាស់មកហើយដែលគាត់ចិញ្ចឹមសត្វអាសេរពឹសនៅក្នុងផ្ទះហើយកពើនេះតួយ៉ាងគាត់ផ្លុំបល័យលាបប្រមួនលាបតយ៉ងទីនដើម្បីបញ្ចូលសិលឲ្យកពើនឹងស្លូតដែរប៉ុន្តែចាំទុកសត្វក្រពើដោយសៀមអញ្ចឹងសត្វក្រពើមិនដែលទុកអ្នកណាជាមិត្តទេហើយសត្វក្រពើគឺជាសត្វដេរឆានកុំលេងសើចជាមួយសត្វក្រពើកុំសម្ដែងរត់ជាមួយក្រពើបើសិនជាលោកតាឯងខ្លាំងហើយមានរត់អំណាចអស្ចារ្យមែនណោះតែធ្វើឲ្យសៀមវាខ្លោចខ្លាចបាត់អំណាចខ្មែរកុំឲ្យវាឈ្លានពានខ្មែរកុំឲ្យវារំលោភទឹកដីខ្មែរបានបើសិនជាលោកតាចេះយុទ្ធសិលយុទ្ធសាស្ត្រនឹងរៀនអាគមអមអាមលោកតាធ្វើទង្វើឬក៏យកវិជាដែលលោកតារៀនហ្នឹងមកធ្វើជារឿងមានប្រយោជន៍អីលោកតាអាចធ្វើពិធីសែនទាត់ណាតាមបែបសាសនាពុទ្ធសាសនាពុំមាញ់សាសនាបានដើម្បីជំរុញផ្ទាត់ផ្លូវក្នុងដើម្បីឲ្យលោកមានកម្លាំងរឹតអំណាចអស្ចារ្យដើម្បីទៅច្បាំងជាមួយពួកអមនុស្សដែលកំពុងតែឈ្លានពានទឹកដីរបស់យើងប៉ុន្តែលោកតាធំភ្នំកលែននេះហួសហេតុណាបងប្អូនវីដេអូគាត់ច្រើនណាខ្ញុំឃើញគាត់ធ្វើតែវីដេអូហើយនឹងចិញ្ចឹមសត្វអាសេរពឹសនៅក្នុងផ្ទះនាំឲ្យមានគ្រោះថ្នាក់បងប្អូនហើយវីដេអូរបស់គាត់នេះណាគាត់ហែកមាត់កពើគាត់បំរុងដាក់ក្បាលគាត់ចូលទៅមាត់កពើចោះឧទាហរណ៍ថាបើសិនកពើខំក្បាលគាត់ស្លាប់អាណៅអត់ធំប៉ុណ្ណាខ្ញុំក្នុងនាមខ្ញុំជាកូនខ្មែរដូចគ្នាខ្ញុំអាណៅអត់ធំប៉ុណ្ណាទោះបីជាខ្ញុំមិនចូលចិត្តទង្វើលោកតាធ្វើក៏ដោយប៉ុន្តែខ្ញុំមិនពេញចិត្តនឹងទង្វើនឹងទេខ្ញុំខ្លាចកពើខំតែឯងងាប់ទៅសៀមគេសោកយើងទៀតពេលដែលបែកព័ត៌មានសួរថាងាប់ដោយសារអីងាប់ដោយសារសម្ដែងរត់ជាមួយកពើខំសួរថាវាមានចំណេញអត់ពេលដែលប្រទេសជាតិយើងកំពុងតែមានការឈ្លានពាននេះសួរថាយើងធ្វើអញ្ចឹងយើងយកមកបង្ហោះហ្នឹងមានចំណេញអីទៅដល់មុខមាត់ប្រទេសជាតិយកតយ៉ាងទីនយកបល័យយកមកលេងជាមួយសត្វក្រពើដែលជាសត្វដេរឆាននេះដែលវាមិនដែលស្គាល់ម្ចាស់មិនដែលស្គាល់អ្នកដែលចិញ្ចឹមវាបីបាច់ថែរក្សាវាតាំងពីទួយទេទោះបីយើងចិញ្ចឹមវាតាំងពីទួយក៏ដោយក៏វាមិនស្ដាប់យើងដែរអញ្ចឹងសូមអាជ្ញាធរថ្នាក់ដឹកនាំទាំងអស់គ្នាដែលជាប្រមុខថ្នាក់ដឹកនាំសូមអញ្ជើញគាត់ទៅណែនាំផងម្ដងជាពីរដងហើយធ្លាប់ជាប់ពន្ធនាគារទៀតអញ្ចឹងលោកតាគួរតែយល់ហើយលោកតាកុំចង់បានឡាច់បានបញ្ជូចង់ឲ្យគេទៅសើលោកតាមុនទៀតថាលោកតាគ្រាន់តែលោកតាសូត្រផ្លុំលាបប្រមួនហ្នឹងកពើវាខំវាតបាក់ស្បែកជើងហ្នឹងមកតែមេជើងហើយចុះបើតបាក់ក្បាលតបាក់ដៃតបាក់ជើងទៅមិនអាណោយអាធំខ្លាំងហ៎អញ្ចឹងខ្ញុំវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេហើយក៏ចង់សុំផ្ដាំផ្ញើទៅដល់គ្រូជាន់រូបរាំរែកប្រកាច់ប្រកិនមួយចំនួនផងដែរបើសិនជាយើងតាំងខ្លួនថាយើងជាអ្នកចូលរូបជាន់រូបយើងបាច់ថតផុសទេកុំឲ្យគេសើចណាអ្នកខ្លះណាពនាងពៅរាំរែកថ្វាយលោកតានេះរាំរែកនៅមុខប្រពុតតាំងខ្លួនថាខ្លួនឯងជាពនាងពៅតាំងខ្លួនជាឯងជានាគរាំដើម្បីថ្វាយទឹកថ្វាយដីសុំទោសបើសិនជាអ្នកឯងជាស្នងបារមីពិតប្រាកដមែនណាម្លេះពេលប្រទេសជាតិកំពុងតែមានបញ្ហានេះឯងប៉ុណ្ណឹងណាអ្នកស្នងបារមីសើចក៏សើចអត់សមដែរនៅផ្ទះក៏នៅអត់សក់ដែរទោះដើរថ្វាយដង្វាយបារមីដើម្បីដាស់ដួងព្រលឹងជាតិមិនមែនដើររាំរែកថ្វាយពិតពេនមុខប្រពុតក៏ធ្វើទៅរួចដែរហើយអញញែមសប្បាយណាស់បានរួមបានប្រកាសចឹងខ្ញុំសុំទទួលលោកអើយល្មមឈប់បានហើយកុំសម្ដែងរត់ពេកវាគ្មានបានប្រយោជន៍បានការអីទេបើអ្នកឯងដាក់ចិត្តថាអ្នកឯងអ្នកស្នងរូបណាអ្នកគោរពប្រណិប័តនៅពុទ្ធសាសនាអ្នកឯងធ្វើអ្វីឲ្យវាសមស្របណាឲ្យវាល្អឲ្យវាមើលទៅណាថាអ្នកឯងនឹងពិតប្រាកដជាអ្នកស្នងបារមីជួយជាតិមាតុភូមិសែនទាត់ដង្វាយ
គុំបង្ហាញនៅអាកប្បកិរិយាមិនល្អប្រកាច់ប្រកិនអញ្ចឹងខ្ញុំសុំមែនតាខ្ញុំខ្មាស់គេចំនួនតែម្ដងបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំមានតែវីដេអូប៉ុណ្្នឹងទេហើយក៏សូមពៀវនាម្ដងហើយម្ដងទៀតដល់អាជ្ញាធរនិងថ្នាក់ដឹកនាំទាំងអស់សូមអញ្ជើញលោកតាធំភ្នំកលែននេះទៅផងហើយមិនមែនតែលោកតាធំភ្នំកលែននៅមានស្នងបារមីច្រើនទៀតចាដែលសម្ដែងរិទ្ធសម្ដែងអភិនិហាចាសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នា